សម្លេងស្រីរកយុទ្ធធរកម្ពុជាមានទម្ងន់ហើយទន្ទឹមនេះអន្តរជាតិលាតត្រដាងច្បាស់ថាថៃបំពេញច្បាប់អន្តរជាតិក្នុងជំនួបព្រំដែនអស់រយៈពេលជាច្រើនខែពិភពលោកបានចាត់ទុកជំនួបព្រំដែនកម្ពុជាថៃថាជាការស្ដីបន្ទោសគ្នាទៅវិញទៅមកតាមរយៈការដាក់បន្ទុកគ្នារវាងទីក្រុងភ្នំពេញនិងក្រុងបាងកកបែបនេះធ្វើឲ្យអន្តរជាតិពិបាកបែងចែកនិងមិនហ៊ានលូកដៃកាត់ក្តីក្នុងជំលោះរវាងភាគីទាំងពីរនេះតទៅសោះយ៉ាងណាមិញក្រោយសម្ដេចហ៊ុនម៉ាណែតបញ្ជាក់ប្រាប់រយទ័រច្បាស់ជុំវិញការទន្ទ្រាននឹងចូលកាន់កាប់ជ្រៅទឹកដីកម្ពុជាបង្កទុក្ខទោសដល់ពលរដ្ឋខ្មែរអសស្រានពីយោធាថៃពេលនេះសម្លេងរបស់មេដឹកនាំកម្ពុជាចាប់ផ្ដើមមានទម្ងន់លើឆាកអន្តរជាតិហើយតាមការស៊ើបអង្កេតមួយរបស់ New York Editorial បានលាតត្រដាងការពិតថាកម្ពុជាពិតជារងការរំលោភបំពានពីប្រទេសថៃពិតប្រាកដមែនក្នុងចំនួនព្រំដែនកន្លងមកតាមការចេញផ្សាយពី The New York Editorial នៅថ្ងៃទី19ខែកុម្ភៈបានបង្ហាញរបាយការណ៍ជុំវិញចំនួនព្រំដែនកម្ពុជាថៃថាថៃជាអ្នកបំពានច្បាប់អន្តរជាតិតាមសេណារីយ៉ូពីរបាយការណ៍ដែលគ្រប់គ្រងដោយទិន្នន័យអន្តរជាតិបន្តរាតត្រដាងយ៉ាងជាក់ទៀតថាថៃបានបង្វែរចំនួនព្រំដែនជាមួយកម្ពុជាឲ្យคล้ายទៅជាសង្គ្រាមខុសច្បាប់ដើម្បីឈ្នះការបោះឆ្នោតនៅទីក្រុងបាងកក New York Editorial បន្តបង្ហាញរបាយការណ៍បកអាក្រាតទង្វើដែលទីក្រុងបាងកកមិនទុកច្បាប់អន្តរជាតិក្នុងភ្នែកថាលទ្ធផលនៃការស៊ើបអង្កេតទាំងនោះរួមមានទី1ការប្រើប្រាស់កម្លាំងជ្រុលហួសហេតុនៅពេលការផ្ទុះគ្រាប់មីនបង្កឲ្យទាហានថៃរងរបួសថៃបានធ្វើការឆ្លើយតបដោយប្រើប្រាស់យន្តហោះចម្បាំង S-16 និងការវាយប្រហារតាមផ្លូវអាកាសទី2អាវុធខុសច្បាប់ការស៊ើបអង្កេតបានបញ្ជាក់ថាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធត្រូវបានហាមឃាត់ដោយបណ្ដាប្រទេសភាគច្រើននៅជុំវិញពិភពលោកទី3សង្គ្រាមចិត្តសាស្ត្រកងទ័ពថៃបានប្រើប្រាស់សម្លេងខ្មោចនិងចាក់ប្រេងខ្មោចនៅម៉ោង3ទៀបភ្លឺតម្រង់ទៅកាន់ភូមិខ្មែរដើម្បីបំផិតបំភ័យនិងធ្វើឲ្យកុមារដេកមិនលក់ទី4លបាយនយោបាយផតាំងបានបង្ហាញថារដ្ឋាភិបាលថៃបានប្រើប្រាស់ចំនួនព្រំដែនជាយុទ្ធសាស្ត្រដើម្បីឃោសនារកសម្លេងឆ្នោតចុងបញ្ចប់តាម New York ដដែលបញ្ជាក់ច្បាស់ថារបាយការណ៍ខាងលើនេះមានភាពយុត្តិធម៌និងមិនលំអៀងទៅខាងណាមួយទេយ៉ាងណាក៏ដោយការបង្កើតសង្គ្រាមមិនមែនជាដំណោះស្រាយទេហើយការប្រព្រឹត្តចំនួនខុសច្បាប់ប្រឆាំងនឹងជនស៊ីវិលវាកាន់តែអាក្រក់ថែមទៀតនាងខ្ញុំមេងធីតាពីកម្មវិធី MHJ TV News